ត្រីដែលស្ថិតនៅក្នុងវ័យ35ឆ្នាំឡើងប្រសិនបើយើងចង់បានកូនឬមួយក៏យើងរៀបការឲ្យត្រៀមយកកូនតើយើងគួរត្រៀមសុខភាពបែបណាដើម្បីការពារទៅលើកត្តាហានិភ័យនៃការរលូតកូនឬមួយក៏កូនអត់លូតលាស់ទី1យើងឆែកពិនិត្យសុខភាពទូទៅទាំងបរិសុទ្ធទាំងស្ត្រីបូករួមជាមួយនឹងពិនិត្យទៅលើការបង្ករោគបរិសុទ្ធស្ត្រីគឺយើងអាចនឹងការពារទៅលើកត្តាហានិភ័យនេះទី2តាក់ទងជាមួយនឹងការត្រៀមរបបអាហារការញ៉ាំរបបអាហារក៏ជាផ្នែកមួយដែលជួយឲ្យសុខភាពទូទៅសុខភាពបន្តពូជរបស់យើងមានសុខភាពល្អជាពិសេសអាហារដែលសម្បូរទៅដោយពពុះវីតាមីនប្រូតេអ៊ីនជំនួយទៅលើស្ទាប់ស្បូនជំនួយទៅលើពងញីនិងគុណភាពមេជីវិតឈ្មោះល្អងាយឲ្យយើងនឹងបង្កកំណើតកូនដែលមានគុណភាពល្អទី3អាហារដែលយើងត្រូវហាមឃាត់ជាប្រភេទអាហារដូចជាគ្រឿងស្រវឹងអាហារដែលមានសារធាតុកាហ្វេអ៊ីនខ្ពស់និងបារីព្រោះអាហារទាំងអស់នឹងជាប្រភេទអាហារដែលប៉ះពាល់ទៅដល់សុខភាពបុរសស្ត្រីប្រឈមមុខជាមួយនឹងគុណភាពមេជីវិតញីឈ្មោះខ្សោយនិងចុងក្រោយបងបុរសឬមួយក៏ស្ត្រីដែលត្រៀមយកកូនក្នុងវ័យនេះគួរបានត្រៀមការញ៉ាំវីតាមីនយ៉ាងហោចណាស់1ខែទៅ3ខែមុនដើម្បីការពារទៅលើបញ្ហាកត្តាហានិភ័យពងញីអត់ល្អគុណភាពមេជីវិតឈ្មោះអត់ល្អដែលធ្វើឲ្យយើងប្រឈមមុខជាមួយនឹងវិបត្តិនៃការរលូតកូនឬកូនអត់លូតលាស់អញ្ចឹងបងអូនណាខ្លះដែលកំពុងតែត្រៀមយកកូនក្នុងកំឡុងពេលនេះអាចឆាតប្រឹក្សាលម្អិតជាមួយខ្ញុំអ្នកគ្រូលីណានៅក្នុង Page ឬមួយក៏ Telegram ផ្ទាល់បាន